ហើយបើយើងដើរតាមកន្លងញាតិញោមឃើញអីដើរតាមកន្លងញាតិញោមនឹងឃើញសួនច្បារយ៉ាងស្រស់ស្អាតមួយហើយមានផ្កាមានកន់ពីដោលំអងគេសផ្កាហើយចុះបើយើងសាប់គប់អ្នកសិក្សាឃើញអីញាតិញោមឃើញអីឃើញសភៅឃើញបណ្ឌិតឃើញអ្នកចាស់ដឹងហ្នឹងណាការសាប់គប់នេះព្រះពុទ្ធព្រះអង្គទ្រង់សម្ដែងនៅក្នុងមង្គលសូត្រហ្នឹងថាកិរិយាសាប់គប់នៅបណ្ឌិតគឺជាមង្គលដល់ពុទ្ធដំអេតាម៉ាំងកិលមុតតាម៉ាំងហ្នឹងហើយបណ្ឌិតហ្នឹងយើងដឹងហើយលក្ខណៈរបស់បណ្ឌិតហ្នឹងគឺថាអត្តសុទ្ធិបរសុទ្ធិគឺថាមានភាពបរិសុទ្ធខ្លួនឯងផងញ៉ាំងអ្នកដតីឲ្យបរិសុទ្ធផងហើយសង្កហៈសង្គ្រោះអ្នកដតីមិនធ្វើបាបអ្នកដតីទេណាជនជាបណ្ឌិតហ្នឹងមិនមែនបោកប្រាស់ប្លន់ដីធ្លីអ្នកដតីលួចប្លន់អ្នកដតីប្រព្រឹត្តបទល្មើសគំរាមកំហែងអាងខ្លួនឯងមានឋានៈបុណ្យស័ក្តិអានឹងមិនហៅថាបណ្ឌិតទេបើទោះថាមានសញ្ញាបត្រទទួលស្គាល់ពីសាកលវិទ្យាល័យនេះសាកលវិទ្យាល័យនោះប្រទេសនេះប្រទេសនោះតែបើអ្នកដតីរងទុក្ខទឹកភ្នែកអានឹងមិនមែនជាអង្គបណ្ឌិតទេក្នុងពុទ្ធសាសនាហ្នឹងគឺមានន័យថាខ្វះសង្ឃហធម៌ទី4កតញ្ញូបណ្ឌិតហ្នឹងតែងតែដឹងគុណអ្នកដតីនេះដូចលើឪថនយើងនេះទោះបីលោកមិនចប់ពីសាកលវិទ្យាល័យណាលោកក៏បានទៅរៀនដល់ប្រទេសណាសម្បីតែក្នុងស្រុកខ្មែរតែអាចចាត់ថាជាបណ្ឌិតដោយសារលោកមានលក្ខណៈសម្បត្តិទាំង4ហ្នឹងទី1បរសុទ្ធិធ្វើខ្លួនឯងឲ្យបរិសុទ្ធអត្តសុទ្ធិធ្វើខ្លួនឯងឲ្យបរិសុទ្ធទី2បរសុទ្ធិទី3សង្ឃហៈហ្នឹងគឺសង្គ្រោះទី4កតញ្ញូនឹងហើយដឹងគុណចៅអធិការគ្រប់ចំនួនដឹងគុណប្រមេគុណដឹងគុណអាចារ្យគណៈកម្មការគ្រប់ចំនួនដែលបានលាចាកលោកទៅអញ្ចឹងការសាប់គប់បណ្ឌិតនេះគឺនាំឲ្យយើងជួបរឿងល្អច្រើនរឿងមិនចាញ់បោកគេរឿងនាំមកនៅការរីកចម្រើនវត្តអារាមសហគមន៍សមាគមស្រុកទេសប្រទេសជាតិអីហ្នឹងគណៈអាត្មាសួរញាតិញោមមួយញាតិញោមបើយើងដើរតាមរុយឃើញអីញាតិញោមបើយើងដើរតាមរុយឃើញអីញោមឃើញប្រគុណហើយបើយើងដើរតាមកន្លងញាតិញោមឃើញអីដើរតាមកន្លងញាតិញោមនឹងឃើញសួនច្បារយ៉ាងស្រស់ស្អាតមួយហើយមានផ្កាមានកន់ពីដោលំអងគេសផ្កាហើយបើខ្សែគប់អ្នកផឹកឃើញអីញាតិញោមខ្សែគប់អ្នកផឹកឃើញអីណាឃើញដបស្រាហើយចុះបើយើងខ្សែគប់អ្នកសិក្សាឃើញអីញាតិញោមឃើញអីឃើញសភៅឃើញបណ្ឌិតឃើញអ្នកចាស់ដឹងហ្នឹងហើយអញ្ចឹងការខ្សែគប់នេះអញ្ចឹងណានឹងខ្សែគប់មនុស្សបែបណាយើងនឹងคล้ายទៅជាមនុស្សបែបហ្នឹងអាត្មាឃើញញោមមួយគាត់ជាមនុស្សស្ងប់ស្ងាត់នឹងល្អយ៉ាងហើយគាត់ជាអ្នកមិននិយាយស្ដីអីច្រើនម៉ឹងម៉ាត់ប្រកបទៅជាស្រាប់តែគាត់ដូរលំនៅឋានទៅនៅកន្លែងមួយទៀតផ្ទះគាត់ក្បែរអ្នកប្រកាយនិយាយច្រើនហ្នឹងហើយនិយាយរឿងខ្លួនឯងទៅអស់ពីរឿងខ្លួនឯងទៅរឿងអ្នកផ្សេងអស់ពីរឿងអ្នកផ្សេងនិយាយរឿងលោកអស់ពីលោកចូលអាចារ្យអស់ពីអាចារ្យចូលយាយជីហ្នឹងហើយដល់ពេលអញ្ចឹងទៅគាត់ដបងចេះស្ដាប់គេទៅដល់ពេលជួបរាល់ថ្ងៃរាល់ពេលយូរទៅគាត់ក៏ចេះនិយាយដែរព្រោះចេះនិយាយខ្លាំងជាងអ្នកនាំនិយាយនឹងទៀតដល់ពេលថ្ងៃក្រោយមកទៀតយើងជួបគាត់នេះពីផ្លែកក្នុងចិត្តថាមើលញោមផ្លែកម៉េចញោមគាត់ថាផ្លែកអីដូចគុណថាណែកាលថ្មជួបញោមពីមុនញោមមិនអញ្ចឹងទេតែឥឡូវនឹងជួបញោមកន្លះម៉ោងស្ដាប់តែញោមនិយាយថ្មបាននិយាយមួយម៉ាត់
អាចារ្យវត្តនេះចេះអាចារ្យវត្តនោះចោះយាយជីវត្តនេះចេះយាយជីវត្តលោកវត្តនេះចេះវត្តនោះចោះ